សួស្តីអ្នកទាំងអស់គ្នាជួយជំរាបមានសម្រាប់រឿងម្ដងទៀតហើយដែលមានចំណងជើងថាម៉ាម៉ាកកអូខេអ្នកគ្នាលើចាប់ដើមភាពបន្តមុននឹងចូលសាច់រឿងបន្តខ្ញុំសូមបញ្ជាក់បន្តិចអ្នកមិនមានរូបថតសម្រាប់ដាក់តាំងមានន័យថាគេបានបំភ្លេចអ្នកបាត់ហើយអ្នកមានតែរងចាំសេចក្តីស្លាប់ម្ដងទៀតរឿងគ្រប់យ៉ាងដោយសារ BK មិនធ្វើរូបថតរបស់យាយលូរបស់គេទៅធ្វើឲ្យយាយលូរបស់គេមិនអាចចេញបានដើម្បីឲ្យយាយលូរបស់គេចេញបានគឺមានតែ BK ត្រូវដាក់រូបថតរបស់យាយលូរបស់គេឲ្យដេកដើមវិញគឺមានតែអាម៉ែដាឲ្យបើទៅ BK ចេញទៅបាន BK ក៏បានមកដល់ឋានខ្មោចយើងមើលទៅឋានខ្មោចក៏ដូចទៅនឹងឋានមនុស្សយើងដែរមើលទៅឋានខ្មោចពិតជាសស្អាតណាស់មិនចាញ់ឋានមនុស្សយើងដែរហើយពេលនោះ BK ក៏បានជួបជាមួយនឹងយាយលូរបស់គេពេលនោះយាយលូរបស់គេបានឲ្យបើទៅ BK ក៏បានត្រឡប់មកឋានមនុស្សរបស់វាវិញហើយវាក៏បានកេះចិត្តតាត្រឡប់មកវិញហើយវាក៏បាននិយាយថាវាមិនចង់បានបើពីយាយលូរបស់វាទេវាចង់បានបើពីតាលូរបស់វាហើយវាក៏បាននិយាយថាវាចង់ខ្លាចជាតារាចម្រៀងម្នាក់តើវាចង់បានបើពីតាលូរបស់វាហើយពេលនោះវាធ្វើឲ្យយាយលូរបស់ BK ខ្លាំងជាខ្លាំងតែ BK របស់យើងមិនស្ដាប់ទេពេលនោះ BK ក៏បានកុហកពួកយាយលូរបស់គេនិយាយថាគេទៅបន្ទប់ទឹកទីសិនចំណែក Andy នេះវិញគឺគាត់មិនអាចចេញក្រៅបានឡើយដោយសារគ្មានរូបថតសម្រាប់ដាក់តាំងពេលនោះ BK ក៏បានជួបជាមួយនឹង Andy ហើយក៏បានស្គាល់គ្នាពេលនោះទៅហើយពេលនោះ BK ក៏បាននិយាយថាគេចង់បានបើពីតាលូរបស់គេចង់ខ្លាចជាអ្នកចម្រៀងម្នាក់ហើយពេលនោះ Andy ក៏បានយល់ព្រមប៉ុន្តែមុនយល់ព្រម Andy ក៏បាននិយាយថាពេលឯងត្រឡប់ទៅវិញត្រូវយករូបថតរបស់យើងដាក់តាំងផងហើយ BK ក៏បាននិយាយថាអូខេហើយ Andy ក៏បាននិយាយថាអ្នករូបថតរបស់យើងស្អាតអត់កាលយើងនៅរស់ហើយ BK ក៏បាននិយាយថាអូខេស្អាតតួអង្គរបស់ Andy នឹងសំខាន់ណាស់តែមិនទាន់ប្រាប់ទេថាគាត់ជានរណាហើយពេលនោះ BK ក៏បានទៅប្រកួតចម្រៀងនៅវេទិកាមួយហើយ Andy ក៏បានចូលទៅរាំដែរហើយពេលនោះ BK ជាងពីរស់ណាស់ហើយក៏ធ្វើឲ្យអ្នកគ្រប់គ្រងញាក់ផ្អើលយ៉ាងខ្លាំងហើយពេលនោះ BK ក៏បានជួបទៅនឹងតាលូរបស់គេហើយពេលនោះក៏ធ្វើឲ្យតារាគ្រូក៏ឆ្ងល់យ៉ាងខ្លាំងឯងមានចៅឯណាបើឯងចានៅរស់អត់សូវមានគ្រួសារប៉ុណ្ណឹងហើយដោយសារតែមានអ្នកគ្រប់គ្រងពេកក៏បានអឺទៅហើយពេលនោះតារាគ្រូរៀននឹងឲ្យបើ BK ហើយ Andy ក៏បានមកដល់ហើយ Andy ក៏បាននិយាយថាឯងមិនគោរពពាក្យសន្យាថាយករូបថតរបស់យើងយកទៅតាំងហើយ Andy ក៏បានរៀបរាប់ទាំងអស់ថាចម្រៀងទាំងអស់នេះមិនមែនឯងអ្នកបង្កើតទេគឺជាយើងអ្នកបង្កើតតែប៉ុណ្ណោះហើយពេលនោះក៏ធ្វើឲ្យ Andy ដឹងថាតារាគ្រូគឺជាអ្នកសម្រាប់គាត់ហើយក៏ធ្វើ Andy ខឹងយ៉ាងខ្លាំងហើយក៏ធ្វើឲ្យ BK របស់យើងដឹងរឿងល្បីទាំងអស់គឺមានន័យថាគាត់ក៏បានដាក់ថ្នាំបំពុលដើម្បីឲ្យ Andy ផឹកហើយក៏ Andy ក៏បានស្លាប់ហើយរឿងទាំងអស់ហ្នឹងក៏បានបាច់ធ្លាយពេលនោះទៅអូខេអ្នកនរគ្នាបាយចាំជួបគ្នាវីដេអូក្រោយ